bà thằng ngày ní trong sông chùm riệp chun tới đo pri mít nơi Facebook chẳng o ai bàn riệp âm pi riêng ra kla rồi bo mà nuôi riêng cái tha riêng lọp á nè để mua này xong sợ bệnh đó nè bà một xong sợ bệnh nâng là ngày xong sợ bệnh nâng cứ chia mà nuôi rút khlop rút nơi chùm rum rút hơi rút mà nơi sọc ẩm rếch ôi khlop ban lênกับ plane គេហៅថាអាតាប៉ាំងតោបាទតាប៉ាំងតោរស់មានជីវិតបានមកដល់ស្រុកគេបានរស់ស្រុកស្រួលក្រោយមកអាប៉ាំងតោនេះហ្នឹងអាប៉ែសបិនហ្នឹងបានចូលរួមជាមួយនឹងគណៈបកខ្មែរឈប់ក្រហើយជាគណៈបកប្រជាជនជាពិសេសជាសម្ដេចហ៊ុនសែនរបស់គាត់ហ្នឹងអូចាស់ដៃកាហ្នឹងស្រាប់តែពេលនេះបាត់មុខមកសន្ទុះទៅក៏ចេញមកវិញស្រាប់ទៅឯណាចូលរួមមួយសម្ដេចអានេះពវៀនបាត់ចទាសមែនបើវាស្មោះត្រង់នឹងគណៈបកសង្គ្រោះជាតិគណៈបកដែលប្រជាជនមែនវាមិនបាច់រត់មកទៅអាមេរិកទេឥឡូវចង់ជម្រាបបងប្អូនឲ្យយល់រឿងមួយទៀតគាត់ទៅស្រុកខ្មែរគាត់ថាអូប្រជារាស្ត្រខ្មែររស់នៅសុខស្រួលឡាអត់មានពិបាកអីទេតាមពិតគាត់ទេដែលរស់នៅសុខស្រួលគាត់រស់នៅអាមេរិកហ្នឹងដឹងទេបងប្អូនខ្ញុំបានទៅដល់កន្លែងapartment ដែលគាត់រស់នៅហើយខ្ញុំសួរបងប្អូនជិតខាងហ្នឹងគេប្រាប់អស់មករស់នៅកន្លែងហ្នឹងមានរដ្ឋគេជួយពីព្រោះកាលណាយើងមានចំណូលតិចតួចរដ្ឋគេជួយចិញ្ចឹមយើងគេឲ្យកន្លែងរស់នៅបានសុខស្រួលណារដ្ឋាភិបាលគេនៅអាមេរិកនេះគេជួយមនុស្សគ្រប់មិនប្រកាន់ថាជនជាតិណាទេឲ្យតែរស់នៅស្រុកគេជួយឲ្យមានជីវិតរស់នៅសមរម្យដោយគាត់អញ្ចឹងហើយដល់ពេលគាត់បានរស់នៅសុខស្រួលគាត់ទៅស្រុកខ្មែរវិញគាត់ទៅអួតអីណែសិតតែសម្ដេចហ៊ុនសែននឹងជួយខ្មែរឲ្យបានរស់នៅសុខស្រួលបើខ្មែររស់នៅសុខស្រួលមិនក៏ទៅយកដីគេយកផ្ទះគេយកសំបែងគេយកវាលស្រែយកស្រែគេដុតផ្ទះមិនក៏ខ្លួនឯងមើលមិនឃើញតាមពិតខ្លួនឯងរស់នៅសុខស្រួលអត់មានលើកតម្លៃទេសិតតែមកឌីលខ្មែរផ្សេងទៀតសិតតែគេនឹងល្ងងពកផ្ងាស់តាមពិតតែឯងទេដែលភ្នែកខ្វាក់ហើយសូមបងប្អូនទាំងអស់ដែលរស់នៅខាងក្នុងស្រុកក៏ដោយក្រៅស្រុកក៏ដោយឲ្យដឹងប្រវត្តិសបិននេះឥឡូវនេះហ្នឹងដែលបានចូលមកនៅផ្ទះដែលសំបែងនៃខ្លួនឯងរស់នៅហ្នឹងគឺបងប្អូនខ្មែរចិត្តខាងហ្នឹងគេរៃលុយជួយម្នាក់50 100ដើម្បីយកលុយទៅកក់រស់នៅផ្ទះហ្នឹងគេជួយតាំងពីបាយទឹកស៊ីសុកសពគ្រប់ប៉ុន្តែឥឡូវគេដឹងហើយដោយសារគេឃើញថាក្បាលហ្នឹងខ្មែរដែរទើបគេជួយសង្គ្រោះតែដល់ឥឡូវនេះគេឃើញថាខ្មែរក្បាលខ្មែរប៉ុន្តែខួរក្បាលយួនហើយដូច្នេះទៅឥឡូវហ្នឹងគេចាំឲ្យតែថាត្រឡប់មកផ្ទះវិញហ្នឹងដឹងខ្លួនហើយគេស្វាគមន៍ហើយតែឯងហើយលឺសូនិយាយទៀតថារស់នៅជាមួយប្អូននោះទៅមកជ្រកកោននឹងប្អូនខំឲ្យផ្ទះសបែងរស់នៅហើយទៅរស់នៅប្អូនហ្នឹងមកលួចបិទទ្វារកតុបអូគុយជេរអ្នកស្នេហាជាតិដល់ឥឡូវប្អូនដឹងដេញកាប់រត់ហ្នឹងបានទៅជ្រកនៅកន្លែងថ្មីហ្នឹងហើយកន្លែងថ្មីហ្នឹងដើរទៅបោកគេទេឮថាបោកគេគ្រប់ជ្រុងហើយបើតាមខ្ញុំស៊ើបដឹងនឹងកប៉ៅនឹងគ្មានលុយម៉ាស៊ីនទេមានលុយម៉ាស៊ីនទេបាទហើយមនុស្សនេះណាបើសិនជារស់នៅស្រុកខ្មែរណាគឺលហេមលហាមងាប់ហើយពីព្រោះអីគ្មានសម្ដេចណាជួយម៉ាស៊ីនទេហ្នឹងហើយប៉ុន្តែដោយសារនៅអាមេរិករដ្ឋគេជួយណារដ្ឋាភិបាលគេជួយព្រោះយើងលហេមលហាមអញ្ចឹងគេជួយឲ្យរស់នៅបានសុខស្រួលប៉ុន្តែភ្លេចកណៅខ្លួនភ្លេចឥឡូវហ្នឹងទៅធ្វើអួតអាងអត់មើលឃើញថាប្រជារាស្ត្រខ្មែរកំពុងរងទុក្ខរងទោសទេហើយមកសតនេះមកសតនេះមានតែខោមួយទេបាទមិត្តភ័ក្តិនៅជុំវិញខ្លួនគេធ្លាប់ជួយដោយសារគេយល់ឃើញថាជាខ្មែរ